ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជូនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំគណៈប្រតិភូមាត្រលោកជំទាវបណ្ឌិតសភាចាភឿងសកលណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈឯកឧត្តមលោកជំទាវអញ្ជើញចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទក្នុងព្រះបរមរាជវាំងក្នុងឱកាសដ៏វិសេសវិសាលនេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងគណៈប្រតិភូបានទូលថ្វាយអំពីភាពជោគជ័យរបស់កម្ពុជាក្នុងការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោកការចុះបញ្ជីបេតិកភណ្ឌពិភពលោកនេះជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាដោយបានផ្ដល់យោបល់និងបានណែនាំកាលពីឆ្នាំ2019ដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងក្រសួងស្ថាប័នពាក់ព័ន្ធឲ្យសិក្សាលទ្ធភាពបញ្ចូលទីតាំងទាំង3មានដូចជាអតីតមន្ទីរឃុំឃាំង13ម13សារមន្ទីរឧក្រិដ្ឋកម្មប្រឡាយពូជសាសន៍ទួលស្លែកស21និងមជ្ឈមណ្ឌលប្រឡាយពូជសាសន៍ជើងឯកទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រនៃការចងចាំសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតមានព្រះរាជអង្គការសូមគ្រប់ក្រសួងស្ថាប័នទាំងអស់អាជ្ញាធរដែនដីជួយថែរក្សាការពារគ្រប់គ្រងតំបន់បូជនីយដ្ឋានទាំងនេះស្របតាមគោលការណ៍របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកទន្ទឹមនេះព្រះអង្គសពព្រះរាជហឫទ័យសូមរាជរដ្ឋាភិបាលមេត្តាបន្តយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងក្នុងការជួយចុះបញ្ជីនៅបូជនីយដ្ឋានឬទីតាំងចងចាំផ្សេងទៀតក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដើម្បីទុកជាទឹកតាងប្រវត្តិសាស្ត្រលើកកម្ពស់ការផ្សះផ្សានិងសន្តិភាពស្មារតីនៃការចងចាំបង្កើនការយល់ដឹងការសិក្សាស្រាវជ្រាវរៀនសូត្រមេរៀនប្រវត្តិសាស្ត្រនិងការអប់រំផ្សព្វផ្សាយសម្រាប់កូនចៅជំនាន់ក្រោយៗនិងជាការរំលឹកដល់ជនរងគ្រោះទាំងឡាយពីអតីតកាលដ៏ឈឺចាប់របស់ព្រះរាជាណាចក្រកម្ពុជាព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជូនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ជាថ្មីម្ដងទៀតនៅព្រះមហាប្រាសាទខេមរិន្ទក្នុងព្រះបរមរាជវាំងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានទូលថ្វាយអំពីការបន្តអភិវឌ្ឍលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី7
ដែលបន្តពីរាជរដ្ឋាភិបាលនីតិកាលទី6ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាដែលកន្លងមកបានធ្វើឲ្យប្រទេសជាតិទទួលបាននូវភាពរីកចម្រើនរុងរឿងឥតឈប់ឈរក្នុងវិស័យសេដ្ឋកិច្ចហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិនិងវិស័យសំខាន់ដទៃទៀតសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានទូលថ្វាយអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនីតិកាលទី7ក្នុងការអភិវឌ្ឍលើវិស័យសំខាន់ជាច្រើនស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចីរភាពក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ2050ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងមានព្រះរាជហឫទ័យរំភើបក្រៃលែងសូមថ្លែងអំណរគុណដោយសេចក្តីកោតសរសើរដ៏ស្មោះស្ម័គ្រអស់ពីដួងព្រះរាជហឫទ័យជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតប្រមុខដ៏ឆ្នើមរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជាអ្នកស្នេហាជាតិដ៏ខ្ពង់ខ្ពស់បានខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ដោយមិនខ្លាចនឿយហត់ក្នុងការដឹកនាំការពារនិងកសាងមាតុភូមិកម្ពុជាបានស្ថិតនៅក្នុងសេចក្តីសុខសន្តិភាពការឯកភាពជាតិនិងមានការរីកចម្រើនជឿនលឿនលើគ្រប់វិស័យជាបន្តបន្ទាប់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតមានព្រះរាជឱកាសកោតសរសើរជាខ្លាំងថែមទៀតជូនសម្ដេចមហាបវរធិបតីដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះការបន្តខិតខំប្រឹងប្រែងលើការស្ថាបនាសមិទ្ធផលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិការជំរុញឲ្យវិស័យសេដ្ឋកិច្ចជាតិកាន់តែទទួលបាននូវកំណើនខ្ពស់ដើម្បីនាំមកនូវការអភិវឌ្ឍប្រទេសជាតិនិងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជារាស្ត្រកម្ពុជាកាន់តែមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ ព្រះរាជសកម្មភាពដ៏វិសេសវិសាលដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានបំពេញដើម្បីជាផលប្រយោជន៍របស់សង្គមជាតិនៅក្នុងឆ្នាំនេះដែរព្រះអង្គបានប្រោសព្រះរាជទានដល់គណៈប្រតិភូសពប្រជាជនជាតិនិងអន្តរជាតិនានាចូលក្រាបថ្វាយបង្គំគាល់និងថ្វាយដង្វាយមានជាស្បៀងអាហារគ្រឿងបរិភោគសម្ភារៈប្រើប្រាស់និងថវិកាដើម្បីចូលរួមដង្ហែតាមព្រះរាជសកម្មភាពសង្គមគិច្ចមនុស្សធម៌ដ៏ឧត្តមឧត្តមរបស់ព្រះអង្គឲ្យមានភាពល្អត្រចះត្រចង់ជានិច្ចចំពោះដង្វាយដែលសពប្រជាជនបានថ្វាយត្រូវបានព្រះអង្គប្រោសព្រះរាជទានដោយផ្ទាល់ព្រះហស្ថនិងតាមរយៈព្រះរាជតំណាងនាំយកទៅចែកជូនដើម្បីជួយសម្រាលបញ្ហាជីវភាពរបស់ប្រជារាស្ត្រទីទាល់ក្រដូនជីតាជីកុមារមានជំងឺកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនិងកុមាររស់នៅតាមមជ្ឈមណ្ឌលអង្គការនានាជាដើមអាស្រ័យដោយព្រះរាជហឫទ័យដ៏ស្មោះត្រង់និងប្រសើរថ្លៃថ្លាបំផុតនៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចំពោះសុខទុក្ខនិងការលំបាកក្នុងជីវភាពរស់នៅរបស់ប្រជារាស្ត្រជាបងប្អូនកូនចៅរបស់ព្រះអង្គបានធ្វើឲ្យសពប្រជាជនជាតិនិងអន្តរជាតិនៅគ្រប់មជ្ឈដ្ឋានបានថ្វាយនៅការគាំទ្រដ៏ខ្ពង់ខ្ពស់ជានិច្ចចំពោះព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តមឧត្តមរបស់ព្រះអង្គឲ្យមានភាពខ្ពង់ខ្ពស់ត្រចះត្រចង់ជាដរាបតរៀងមក
ព្រះរាជកិច្ចដ៏ឧត្តមឧត្តមមួយទៀតដែលព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គមានព្រះរាជហឫទ័យទុកដាក់ជាខ្លាំងដើម្បីផលប្រយោជន៍របស់សង្គមជាតិមាតុភូមិនិងប្រជារាស្ត្រកម្ពុជាថែមទៀតនោះគឺព្រះរាជកិច្ចទំនាក់ទំនងអន្តរជាតិជាមួយនឹងអង្គទូតត្រូវបានបញ្ចប់បេសកកម្មនៅកម្ពុជានៅក្នុងព្រះរាជកិច្ចយាងទទួលជួបអិសរាជជនអ្នកការទូតនៃបណ្ដាប្រទេសជាមិត្តដែលបានបំពេញភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជាហើយត្រូវបានបញ្ចប់អាណត្តិប្រកបដោយលទ្ធផលជាផ្លែផ្កានិងសូមការប្រោសព្រះរាជទានចូលក្រាបបង្គំគាល់និងថ្វាយបង្គំលាព្រះមហាក្សត្រដើម្បីចេញទៅបំពេញភារកិច្ចថ្មីអង្គទូតដែលបានបញ្ចប់អាណត្តិនៅកម្ពុជាមានឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងលោកជំទាវ Phing Kinikon ឯកអគ្គរដ្ឋទូតនៃប្រទេសកាណាដានិងឯកឧត្តម Martin Vara ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកក្នុងព្រះរាជកិច្ចនេះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យចូលរួមអបអរស្វាគមន៍ដោយសេចក្តីកោតសរសើរយ៉ាងកក់ក្ដៅចំពោះលទ្ធផលយ៉ាងគប្ប្រសើរដែលឯកឧត្តមលោកជំទាវជាឯកអគ្គរដ្ឋទូតខិតខំប្រឹងប្រែងសម្រេចបានក្នុងការបំពេញភារកិច្ចដ៏ឧត្តមឧត្តមនៅកម្ពុជាដែលជោគជ័យនៅក្នុងអាណត្តិរបស់ឯកឧត្តមនិងលោកជំទាវមានគុណប្រយោជន៍ដ៏សំខាន់ក្នុងការបន្តជំរុញឲ្យទំនាក់ទំនងនៃចំណងមេត្រីភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងកម្ពុជាជាមួយនឹងបណ្ដាប្រទេសជាមិត្តកាន់តែត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរក្នុងភាពរីកចម្រើនរឹងមាំនិងស្ថិតស្ថេរជានិច្ចនិរន្តរ៍លើការបំពេញព្រះរាជកិច្ចវិស័យការទូតនិងទំនាក់ទំនងអន្តរជាតិព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានយកព្រះរាជហឫទ័យទុកដាក់ថែមទៀតក្នុងព្រះរាជកិច្ចទំនាក់ទំនងការងារការទូតជាមួយនឹងបណ្ដាប្រទេសជាមិត្តនៅលើពិភពលោកដោយបានប្រារព្ធព្រះរាជពិធីទទួលសារតាំងពីឯកអគ្គរដ្ឋទូតដែលបានការតែងតាំងជាអង្គទូតថ្មីជំនួសអង្គទូតចាស់ដែលត្រូវបានបញ្ចប់អាណត្តិអង្គទូតដែលបានចូលថ្វាយបង្គំគាល់និងថ្វាយសារតាំងព្រះមហាក្សត្រមានជាច្រើនប្រទេសដូចជាឯកឧត្តម Pauline Todorov ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហ្គារីឯកឧត្តម Fayez Mosid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសឯកឧត្តម Suren Bangdasarian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាមេនីឯកឧត្តម Mario Jose Armengol Campos ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋនីការ៉ាហ្គានិងឯកឧត្តម Oliver Richard ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងក្នុងព្រះរាជសកម្មភាពដ៏ថ្លៃថ្លានេះជាសក្ខីភាពបង្ហាញឲ្យឃើញពីគោលជំហររបស់ប្រទេសជាមិត្តក្នុងការជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាដែលជារដ្ឋមួយមានខឿនឯករាជ្យសន្តិភាពប្រជាធិបតេយ្យក្នុងបូរណភាពទឹកដីនិងអាស្រ័យដោយកម្ពុជាមានគោលជំហរដ៏រឹងប៉ឹងក្នុងការផ្សះផ្សាបង្រួបបង្រួមជាតិឯកភាពជាតិនៅក្រោមម្លប់ដៃជះបារមីដ៏ត្រជាក់ត្រជុំរបស់ព្រះមហាក្សត្រដែលជាឱកាសដ៏ល្អប្រសើរបំផុតធ្វើឲ្យរាជរដ្ឋាភិបាលស្ថាប័នជាតិ
និងប្រជារាស្ត្រកម្ពុជាបន្តខិតខំពួតដៃគ្នាកសាងសង្គមជាតិក្រោយពីការទទួលរងនៅការបំផ្លិចបំផ្លាញយ៉ាងខ្ទេចខ្ទាំដោយសារសង្គ្រាមជាតិរបបប្រល័យពូជសាសន៍បានប្រែមុខមាត់ថ្មីទៅជាប្រទេសមួយដែលកំពុងមានការរីកលូតលាស់ជាជំហានសម្ដៅឈានឆ្ពោះទៅរកអរិយធម៌ដ៏រុងរឿងដូចដើមឡើងវិញជាងនេះទៅទៀតការភ្ជាប់ទំនាក់ទំនងការទូតនៃបណ្ដាប្រទេសជាមិត្តនៅលើសកលលោកជាមួយនឹងកម្ពុជាក៏មិនអាចកាត់ផ្ដាច់បានពីគោលនយោបាយការបរទេសរបស់កម្ពុជាដែលបានប្រកាន់ខ្ជាប់ជានិច្ចនៅអរិយាប័ត្រនិងសុខឆន្ទៈដ៏ល្អថ្លៃថ្នូរនៃការគោរពទៅតាមគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនិងមិនធ្វើឲ្យខូចផលប្រយោជន៍របស់ប្រទេសដទៃនោះដែរព្រមជាមួយនេះព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងថ្នាក់ដឹកនាំកំពូលរបស់ជាតិយើងបានខិតខំធ្វើទំនាក់ទំនងល្អជានិច្ចជាមួយនឹងប្រទេសជិតឆ្ងាយដើម្បីកម្ពុជាកាន់តែមានប្រិយមិត្តបរទេសនៅគ្រប់តំបន់គ្រប់ទ្វីបទូទាំងសកលលោកដ៏ច្រើនថែមទៀតដើម្បីនាំមកនូវសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យចំពោះព្រះរាជកិច្ចទំនាក់ទំនងអន្តរជាតិជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្ដាប្រទេសជាមិត្តដែលបានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាត្រូវបានព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទានចូលក្រាបថ្វាយបង្គំគាល់ជាក់ស្ដែងកាលពីដើមខែកក្កដាកន្លងទៅនេះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហឫទ័យប្រោសព្រះរាជទានគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសិង្ហបុរីដឹកនាំដោយឯកឧត្តម Loren Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរីចូលក្រាបថ្វាយបង្គំគាល់ក្នុងឱកាសដែលឯកឧត្តមនិងលោកជំទាវអញ្ជើញមកបំពេញដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី2ខែកក្កដាឆ្នាំ2025ក្នុងព្រះរាជសវនាការដ៏វិសេសវិសាលនោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះអង្គមានព្រះរាជហឫទ័យមោទនភាពខ្ពស់ចំពោះភាពលូតលាស់យ៉ាងស្រស់បំព្រងនៃចំណងសាមគ្គីភាពមហាមិត្តភាពរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរកម្ពុជាសង្ហបុរីតាំងពីអតីតកាលរហូតដល់ពេលបច្ចុប្បន្នពិសេសទំនាក់ទំនងរវាងប្រទេសយើងទាំងពីរមានការរីកចម្រើនរឹងមាំក្នុងលក្ខណៈល្អវិសេសវិសាលក្រោមព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាមួយការខិតខំប្រកបដោយភាពវាងវៃរបស់ថ្នាក់ដឹកនាំកំពូលសិង្ហបុរីក្នុងជំនាន់មុនដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះគឺស្របពេលខួបទី60នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរនិងបានឆ្លុះបញ្ចាំងអំពីភាពជាដៃគូយូរអង្វែងនិងរឹងមាំរវាងប្រទេសយើងទាំងពីរក្នុងពេលបច្ចុប្បន្ននិងតទៅអនាគតឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរីបានទូលថ្វាយអំពីជោគជ័យក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនៅកម្ពុជាដែលថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរបានខិតខំជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជាវិស័យពាណិជ្ជកម្មវិនិយោគនិងហិរញ្ញវត្ថុការតភ្ជាប់ប្រជាជននិងប្រជាជនការពារជាតិនិងសន្តិសុខកសិកម្មសន្តិសុខស្បៀងនិងធម្មពលនិងការបណ្ដុះបណ្ដាលជំនាញនិងវិជ្ជាជីវៈដើម្បីនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រជាជាតិនៃប្រទេសយើងទាំងពីរ
ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហឫទ័យស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោកជាលើកដំបូងក្រោមប្រធានបទប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិកដែលបានរៀបចំឡើងយ៉ាងមហោឡារិកអធិកអធមនៅពហុកីឡដ្ឋានជាតិមរតកដីជូស្ថិតក្នុងសង្កាត់ព្រែកតាសែកខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញព្រះរាជហឫទ័យទុកដាក់ដ៏មហាប្រសើរនេះគឺជាព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ប្រតិបត្តិតាមព្រះរាជមាគ៌ាដ៏ភ្លឺស្វាងដែលត្រួសត្រាយដោយព្រះករុណាព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋសម្ដេចឪសម្ដេចតាសម្ដេចតាទូតជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់តាំងពីដើមរៀងមកក្នុងការការពារនិងលើកកម្ពស់វិស័យបរិស្ថានក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីជាឧត្តមប្រយោជន៍គ្រប់បែបយ៉ាងរបស់សង្គមជាតិព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យកោតសរសើរដ៏ស្មោះស្ម័គ្រអស់ពីដួងព្រះរាជហឫទ័យចំពោះការខិតខំរបស់រាជរដ្ឋាភិបាលដែលមានក្រសួងបរិស្ថានជាសេនាធិការផ្ទាល់បានជំរុញមហាជនឲ្យមានការផ្លាស់ប្ដូរផ្នត់គំនិតទាំងខាងក្នុងនិងខាងក្រៅខ្លួនបំផុសឲ្យមានការបដិញ្ញាចិត្តក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាប្រចាំព្រមទាំងចូលរួមយុទ្ធនាការសម្អាតប្លាស្ទិកតាមភូមិឋានទីសាធារណៈតាមដងផ្លូវជាតិយ៉ាងច្រើនផលផុសស្របតាមនយោបាយវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីក្រោយមហាព្រឹត្តិការណ៍ដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រនៃការយាងគង់ប្រថាប់ក្នុងព្រះបរមសារីរាជសម្បត្តិនៅចុងខែតុលាឆ្នាំ2004នោះមកព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គបានសពព្រះរាជហឫទ័យស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសបុណ្យរុក្ខទិវា9កក្កដាជារៀងរាល់ឆ្នាំហើយក្នុងឆ្នាំនេះព្រះអង្គយាងដាំកូនឈើដែលបានរៀបចំឡើងជាលក្ខណៈទូទាំងប្រទេសស្ថិតនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចំការលើភូមិកសិដ្ឋានឃុំបុកខ្នុលស្រុកចំការលើខេត្តកំពង់ចាមព្រះរាជហឫទ័យទុកដាក់របស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងនៅក្នុងឱកាសបុណ្យរុក្ខទិវាគឺជាការប្រណិប័តន៍ទៅតាមព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុតនៃព្រះករុណាព្រះវររាជបិតាកសិកម្មជាតិសម្ដេចឪសម្ដេចតាសម្ដេចតាទូតជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ជាដរាបអំពីសុខទុក្ខរបស់ប្រជារាស្ត្រនិងការរីកចម្រើនគ្រប់ផ្នែករបស់សង្គមជាតិក្នុងនោះការដាំដុះព្រៃឈើឡើងវិញជាការងារមួយដ៏មានសារៈសំខាន់ចាំបាច់បានចាប់បដិសន្ធិឡើងក្រោមស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះអង្គចាប់តាំងពីក្នុងទសវត្សរ៍ឆ្នាំ50រហូតមកដើម្បីការពារនិងលើកកម្ពស់វិស័យព្រៃឈើក្នុងព្រះរាជាណាចក្រកម្ពុជាមិនតែប៉ុណ្ណោះព្រះរាជហឫទ័យទុកដាក់របស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងនៅក្នុងឱកាសបុណ្យនេះក៏បានបង្ហាញពីព្រះរាជហឫទ័យប្រោសព្រះរាជទានការគាំទ្រថែមទៀតចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សានិងអភិវឌ្ឍធនធានព្រៃឈើឲ្យបានចម្រើនលូតលាស់ឡើងវិញព្រោះថាព្រៃឈើមានគុណប្រយោជន៍គ្រប់បែបយ៉ាងដូចជាបានបង្កើតនៅគម្របបៃតងជាប្រភពនាំមកនៅទឹកភ្លៀងជារបាំងការពារខ្យល់ព្យុះជាទីជម្រករបស់សត្វព្រៃនិងជីវសាស្ត្រចម្រុះធ្វើឲ្យបរិស្ថានមានភាពល្អបរិសុទ្ធនិងជារមណីយដ្ឋានបម្រើឲ្យវិស័យទេសចរណ៍ជាដើម
ក្នុងឱកាសគង់សម្រាប់ពិនិត្យព្យាបាលព្រះរាជសុខភាពនៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហឫទ័យស្ដេចយាងចូលរួមក្នុងកិច្ចសវនាការដ៏ពិសេសមួយដែលថ្វាយដោយឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននិងលោកជំទាវផេងលីយួនប្រព្រឹត្តទៅនៅវិមានសុងណានហៃឯកឧត្តមស៊ីជីនពីងបានទូលថ្វាយអំពីអារម្មណ៍ដិតដាមក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋដ៏ឧត្តមឧត្តមនៅព្រះរាជាណាចក្រកម្ពុជាជាលើកទី2កាលពីខែមេសាកន្លងទៅថ្មីនេះដោយបានទទួលគិរវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅនិងរាក់ទាក់បំផុតពីអង្គព្រះករុណាព្រះមហាក្សត្រសម្ដេចព្រះមហាក្សត្រីនិងថ្នាក់ដឹកនាំប្រជាជនកម្ពុជាដែលបានបង្ហាញអំពីមហាមិត្តភាពយ៉ាងជ្រាលជ្រៅរវាងប្រជាជនយើងទាំងពីរចិនកម្ពុជាឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានថ្វាយនៅសេចក្តីរំភើបរីករាយដោយឥតឧបមាចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាពមហាសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជននៃប្រទេសយើងទាំងពីរកម្ពុជាចិនជាបងប្អូនដែលមានរយៈពេលជាយូរលង់ណាស់មកហើយជាពិសេសទំនាក់ទំនងរវាងប្រទេសយើងទាំងពីរមានការរីកចម្រើនក្នុងលក្ខណៈល្អពិសេសក្រោមព្រះរាជដំរីដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាមួយនឹងភាពឆ្លៀសវៃប៉ិនប្រសប់បំផុតរបស់ថ្នាក់ដឹកនាំកម្ពុជាចិនមានជាច្រើនជំនាន់ណាស់មកហើយមានព្រះរាជអង្គការប្រោសព្រះរាជទាននៅការសំណេះសំណាលក្នុងឱកាសដ៏ប្រសើរនោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងព្រះបរមនាមដ៏ខ្ពង់ខ្ពស់នៃអង្គសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងព្រះអង្គផ្ទាល់សូមសម្ដែងនៅកតញ្ញូតាធម៌ជាអនេកប្បការចំពោះគុណូបការៈដ៏មហាសប្បុរសរបស់ថ្នាក់ដឹកនាំបកកុម្មុយនីសចិនព្រមទាំងរដ្ឋាភិបាលនិងមហាប្រជាជនចិនដែលតែងតែជួយឧបត្ថម្ភគាំទ្រប្រកបដោយសេចក្តីមហាសប្បុរសដែលសមិទ្ធផលទាំងអស់នេះមានតម្លៃធំធេងក្នុងកិច្ចការចូលរួមចំណែកស្ថាបនាកម្ពុជាឲ្យមានការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័សព្រះអង្គសពព្រះរាជហឫទ័យវាយតម្លៃខ្ពស់នៅការដឹកនាំប្រកបដោយចក្ខុវិស័យដ៏វាងវៃរបស់ឯកឧត្តមប្រធានាធិបតីចំពោះចំណងមិត្តភាពដៃថែបរវាងប្រជាជាតិចិនកម្ពុជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រគ្រប់ជ្រុងជ្រោយនិងសហគមន៍វាសនារួមកម្ពុជាចិនតបតាមសេចក្តីថ្វាយបង្គំសូមយាងពីសំណាក់ឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យស្ដេចយាងជាព្រះកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងពិធីរំលឹកខួបលើកទី80ទីវាជ័យជំនះពីសង្គ្រាមរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោកដែលបានរៀបចំឡើងក្នុងសភាពដ៏មហោឡារិកនៅទីលានធានអានមែននៃសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី3ខែកញ្ញាឆ្នាំ2025ក្នុងពិធីនោះមានយាងនិងអញ្ជើញចូលរួមពីប្រមុខរដ្ឋាភិបាលចំនួន26ប្រទេសដូចជាកម្ពុជារុស្ស៊ីកូរ៉េខាងជើងវៀតណាមឡាវឥណ្ឌូនេស៊ីម៉ាឡេស៊ីម៉ុងហ្គូលីប៉ាគីស្ថាននេប៉ាល់ម៉ាល់ឌីវកាហ្សាស្ថានអ៊ូបេគីស្ថានតាជីគីស្ថាន
គីហ្គីស្ថានទូមេនីស្ថានបេឡារុសអាហ្សេបៃហ្សង់អាមេនីអ៊ីរ៉ង់កុងហ្គោស៊ីមបាវេយ៉ាប៊ីស្លូវ៉ាគីកុយបានិងមីយ៉ាន់ម៉ាព្រះរាជវត្តមានដ៏ឧត្តមឧត្តមនៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគង់ប្រថាប់បំពេញព្រះរាជកិច្ចក្នុងឱកាសប្រារព្ធពិធីរំលឹកខួបលើកទី80ទិវាជ័យជំនះពីសង្គ្រាមរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោកនៅទីលានធានអានមែនបានបង្ហាញឲ្យឃើញអំពីព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ចក្នុងព្រះរាជកិច្ចលើកដំកើងវិស័យការទូតមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយនឹងមហាប្រជាជនចិននិងបណ្ដាប្រទេសជាមិត្តក្នុងពិភពលោកមហាមេតិញដ៏អស្ចារ្យនេះបង្ហាញឲ្យឃើញអំពីបំណងប្រាថ្នាដ៏មោះមុតរបស់មហាប្រជាជនចិននិងប្រជាជាតិទាំងអស់ដើម្បីរួមសាមគ្គីគ្នាថែរក្សាសន្តិភាពកើតមាននៅលើពិភពលោកជើងនេះជារៀងរហូតតទៅព្រះរាជហឫទ័យទុកដាក់ប្រកបដោយគុណប្រយោជន៍ដ៏សំខាន់បំផុតក្នុងវិស័យកសាងជាតិរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គមានព្រះរាជដំរីសដ៏ខ្ពង់ខ្ពស់ប្រោសព្រះរាជទានសម្ដេចមហាមន្ត្រីកុយសុផលឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងដឹកនាំមន្ត្រីបុគ្គលិកនៃក្រមសម្ដេចឪកសាងព្រះរាជសមិទ្ធផលព្រះរាជអំណោយដ៏ឧត្តមឧត្តមដោយសម្រេចបានរួចរាល់មានជាច្រើនកន្លែងលើការកសាងអគារសិក្សាក្រមសម្ដេចឪអនុវត្តបានក្នុងរយៈពេលចំនួន5ខែនៅឆ្នាំនេះមានជួសជុលអគារមួយខ្នងបង្រៀនភាសាអង់គ្លេសទំហំបណ្ដោយ11ម៉ែត្រកន្លះទទឹង6ម៉ែត្រកន្លះនិងជួសជុលអគារមួយខ្នងទៀតបង្រៀនភាសាបារាំងទំហំ12ម៉ែត្រទទឹង7ម៉ែត្រ2ស្ថិតនៅអង្គការសម្រស់ភត្រាកុមារខ្មែរសង្កាត់កែបក្រុងកែបខេត្តកែបអគារសិក្សាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រត្រូវបានសាងសង់អំពីឥដ្ឋដំបូលផ្ទូងដៃរណៃដែកប្រក់ក្បឿងស៊ីម៉ង់ត៍ក្រាលការ៉ូបាតរៀបការ៉ូជើងជញ្ជាំងមានក្បាច់ជើងទៀនមានជវាក្នុងនោះមានតុកៅអីគ្រូនិងសិស្សព្រមទាំងមានក្តារខៀនរៀបចំនៅតាមអគារនីមួយៗសំណង់មានគុណភាពជាប់រឹងមាំនិងមានសោភ័ណភាពយ៉ាងប្រណិតដូចគ្នាដើម្បីប្រោសព្រះរាជទានដល់បងប្អូនប្រជារាស្ត្រនៅក្នុងមូលដ្ឋានខាងលើដែលខ្វះអគារសិក្សាបានប្រើប្រាស់ជាសម្បត្តិសាធារណៈពិសេសទុកធ្វើជាថ្នាលបណ្ដុះចំណេះដឹងដល់កុលបុត្រកុលធីតាខ្មែរជាទំពាំងស្នងឫស្សីឲ្យមានអនាគតដ៏ភ្លឺស្វាងដើម្បីបន្តវេនធានារ៉ាប់រងចំពោះជោគវាសនាអនាគតរបស់ប្រទេសជាតិក្នុងរយៈពេលដូចគ្នានេះដែរលើការងារអន្តរាគមន៍ជីកស្ដារស្រះទឹកសម្រាប់បានស្រះទឹកមានទំហំបណ្ដោយ100ម៉ែត្រទទឹង100ម៉ែត្រជម្រៅប្រវែង3ម៉ែត្រស្ថិតនៅក្នុងឃុំ8មុំស្រុកថ្ពងខេត្តកំពង់ស្ពឺនិងស្រះទឹកមួយកន្លែងទៀតទំហំបណ្ដោយ100ម៉ែត្រទទឹង50ម៉ែត្រជម្រៅ3ម៉ែត្រនៅឃុំអង្គរមៀកស្រុកដងតុងខេត្តកំពតគួរកត់សម្គាល់ថាក្នុងការជីកស្រះទឹកនីមួយៗក្រមសម្ដេចឪបានដឹកជញ្ជូនយកដីដែលបានមកពីការជីកស្រះទឹកទៅចាក់ធ្វើផ្លូវ
ចូលទៅកាន់ស្រះទឹកចាក់បំពេញសម្អាតទីធ្លាក្នុងបរិវេណវត្តឬសាលារៀននិងជួយធ្វើឲ្យការប្រើប្រាស់ស្រះទឹកបានយូរអង្វែងទៀតផងក្នុងអំឡុងពេលដូចគ្នានេះដែរក្រុមសម្ដេចឪបានចាក់ដីបំពេញទីធ្លាសាលាបឋមសិក្សាភូមិថ្មីឃុំរំលេចស្រុកបាកានខេត្តពោធិ៍សាត់មានទំហំ 14,300 ម៉ែត្រការ៉េនិងបានកសាងជួសជុលផ្លូវលំក្រាលគ្រួសក្រហមជាព្រះរាជអំណោយដ៏ឧត្តមឧត្តមរបស់ព្រះមហាក្សត្រមានចំនួន1ខ្សែប្រវែង 1,200 ម៉ែត្រមានទំហំខ្នងលើ6ម៉ែត្របាតក្រោម8ម៉ែត្រកម្ពស់ 0.7 ម៉ែត្រស្ថិតនៅឃុំតាឡូស្រុកតាឡូសែនជ័យខេត្តពោធិ៍សាត់ព្រះរាជសមិទ្ធផលទាំងនេះគឺជាព្រះរាជតម្រិះដ៏វិសេសវិសាលរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលព្រះអង្គតែងតែប្រោសព្រះរាជទានជាបន្តបន្ទាប់ដល់ប្រជារាស្ត្រជាបងប្អូនកូនចៅរបស់ព្រះអង្គនៅក្នុងមូលដ្ឋានទាំងឡាយណាដែលជួបការលំបាកដើម្បីជាឧត្តមប្រយោជន៍ដ៏ធំធេងសម្រាប់ជួយសម្រួលក្នុងការធ្វើចរាចរណ៍ការដឹកជញ្ជូនកសិផលដោយមានភាពងាយស្រួលឆាប់រហ័សសុវត្ថិភាពនិងជាសរសៃឈាមនៃសេដ្ឋកិច្ចគ្រួសាររបស់ប្រជារាស្ត្រកាន់តែមានភាពល្អប្រសើរចំពោះព្រះរាជកិច្ចប្រោសព្រះរាជទាននៅព្រះរាជសមិទ្ធផលព្រះរាជអំណោយជាអណ្ដូងទឹកស្អាតក៏ត្រូវបានក្រុមសម្ដេចឪគោរពដង្ហែតាមព្រះរាជតម្រិះដ៏ភ្លឺស្វាងរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាលទ្ធផលនៅក្នុងរដូវប្រាំងឆ្នាំនេះក្រុមសម្ដេចឪបានខិតខំធ្វើការខួងអណ្ដូងប្រើម៉ូទ័របូមទឹកកម្លាំង1សេះកន្លះសម្រាប់បានរួចរាល់ជូនបងប្អូនប្រជារាស្ត្រនៅឃុំតាសាលស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺចំនួន10អណ្ដូងព្រមទាំងបានបន្តសកម្មភាពជីកអណ្ដូងទឹកស្អាតនៅក្នុងមូលដ្ឋាននេះនិងមូលដ្ឋានដទៃទៀតដែលខ្វះប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវវស្សាឆ្នាំ2025នេះក្រុមសម្ដេចឪបានបន្តសកម្មភាពអន្តរាគមន៍លើការភ្ជួររាស់ដីស្រែជូនប្រជាកសិករជាជនទីទាល់ក្រខ្វះមធ្យោបាយសម្រាប់បម្រើឲ្យការអូសទាញនៅតាមបណ្ដាភូមិនានាក្នុងឃុំរោមស្រុកអង្គរជ័យខេត្តកំពតបានចំនួន730ហិកតានៅឃុំកំពង់ចម្លងស្រុកស្វាយជ្រុំខេត្តស្វាយរៀងបានចំនួន1161ហិកតាឃុំតងត្រឡាចស្រុកស្រីសន្ធរខេត្តកំពង់ចាមបានចំនួន1018ហិកតានិងនៅឃុំជាងតងស្រុកត្រាំកក់ខេត្តតាកែវបានចំនួន956ហិកតាសរុបជាលទ្ធផលនៃការភ្ជួររាស់របស់ក្រុមសម្ដេចឪនៅក្នុងមូលដ្ឋានឃុំទាំង4ខាងលើបានចំនួន3865ហិកតាចលនាដ៏វិសេសវិសាលរបស់ក្រុមសម្ដេចឪក្នុងការជួយភ្ជួររាស់ដីស្រែជូនប្រជារាស្ត្រក្រីក្រនៅក្នុងឆ្នាំនេះក៏ដូចជាបណ្ដាឆ្នាំកន្លងទៅគឺជាការគោរពដង្ហែតាមព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរដែលព្រះអង្គមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ចចំពោះប្រជាកសិករក្រីក្រដើម្បីបងប្អូនមានលទ្ធភាពបង្កបង្កើនផលបានទាន់រដូវកាលនិងប្រមូលភោគផលបានច្រើន
ចំពោះព្រះរាជកិច្ចសង្គមកិច្ចមនុស្សធម៌គឺជាព្រះរាជកិច្ចដ៏ឧត្តមឧត្តមមួយដែលព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះបររាជមេដាជាតិខ្មែរព្រះអង្គមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ចយោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះបររាជមេដាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតកាលពីថ្ងៃទី21ខែមិថុនាឆ្នាំ2025សម្ដេចមហាមន្ត្រីកុយសុផលឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេបានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខនិងចែកជូននៅព្រះរាជអំណោយដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះបររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជូនដល់កងទ័ពសមរភូមិជួរមុខតាមព្រំដែនកម្ពុជាថៃនិងប្រជារាស្ត្រជាកូនចៅទួតរបស់ព្រះអង្គដែលរស់នៅជាប់ព្រំដែនមានចំនួន6ឃុំឃុំស្រអែមឃុំមរកតឃុំកន្ទួតឃុំជាំខ្សានឃុំទឹកក្រហមនិងឃុំរំដោះស្រែក្នុងស្រុកជាំខ្សានចំនួន1270គ្រួសារដែលអាជ្ញាធរខេត្តបានធ្វើការផ្លាស់ទីមកកន្លែងសុវត្ថិភាពស្ថិតនៅវត្តពោធិ៍5000ដើមឃុំគូលែនខាងត្បូងស្រុកគូលែនខេត្តព្រះវិហារព្រះរាជអំណោយដ៏ថ្លៃថ្លាដែលបានប្រោសព្រះរាជទានសម្រាប់ការលំបាករបស់កងទ័ពសមរភូមិជួរមុខតាមព្រំដែនកម្ពុជាថៃនិងប្រជារាស្ត្រដែលអាជ្ញាធរខេត្តបានធ្វើការបម្លាស់ទីមកកន្លែងសុវត្ថិភាពចំនួន1270គ្រួសារនៅស្រុកគូលែនខេត្តព្រះវិហារនាពេលនេះគឺជាព្រះរាជហឫទ័យសន្តោសប្រោសប្រណីដ៏មហាប្រសើរថ្លៃថ្លានៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះបររាជមេដាជាតិខ្មែរសម្ដេចម៉ែសម្ដេចយាយទួតដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ចចំពោះសុខទុក្ខរបស់ប្រជារាស្ត្រជាកូនចៅទួតរបស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជាពិសេសបងប្អូនកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែនកម្ពុជាថៃត្រូវបានព្រះករុណាព្រះមហាក្សត្រនិងសម្ដេចព្រះមហាក្សត្រីព្រះបររាជមាតាជាតិខ្មែរជាអង្គម្ចាស់នៃយើងព្រះអង្គប្រោសព្រះរាជទាននៅព្រះរាជអំណោយដ៏ឧត្តមឧត្តមគ្រប់បែបយ៉ាងដើម្បីរួមចំណែកធ្វើឲ្យការបំពេញការងាររបស់បងប្អូនកងទ័ពកាន់តែមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ក្នុងព្រះរាជហឫទ័យអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រជារាស្ត្រជាកូនចៅទួតរបស់ព្រះអង្គទាំងទ្វេដែលជាជនភៀសឹកព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះបររាជមេដាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានត្រាស់បង្គាប់សម្ដេចមហាមន្ត្រីកុយសុផលឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេនិងលោកជំទាវសុកនារីកុយសុផលអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខនិងចែកជូននៅព្រះរាជអំណោយដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះបររាជមេដាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជូនដល់បងប្អូនប្រជារាស្ត្រជាជនភៀសឹកដែលអាជ្ញាធរដែនដីបានធ្វើការបម្លាស់ទីមកកន្លែងសុវត្ថិភាពចំនួន4កន្លែងស្ថិតក្នុងស្រុកចុងកាល់ខេត្តឧត្តរមានជ័យព្រះរាជអំណោយដ៏ថ្លៃថ្លា
ដែលបានប្រោសព្រះរាជទានសម្រាប់ការលំបាកក្នុងបញ្ហាខ្វះខាតស្បៀងអាហាររបស់ប្រជារាស្ត្រជាជនភៀសសឹកនៅទីតាំងចំនួន4មានវត្តភ្នំដីវត្តគោលឃុំក្រសាំងអនុវិទ្យាល័យគោកស្ពាននិងវត្តបាត់កៅឃុំចង្កាល់សរុបចំនួន4179គ្រួសារក្នុងស្រុកចុងកាល់ខេត្តឧត្តរមានជ័យនៅពេលនេះគឺជាព្រះរាជហឫទ័យសន្តោសប្រោសប្រណីដ៏មហាប្រសើរថ្លៃថ្លានៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះបររាជមាតាជាតិខ្មែរសម្ដេចម៉ែសម្ដេចយាយទួតដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ចចំពោះសុខទុក្ខរបស់ប្រជារាស្ត្រជាកូនចៅទួតរបស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជាពិសេសបងប្អូនប្រជារាស្ត្រជាជនភៀសសឹកនៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យនេះត្រូវបានព្រះករុណាព្រះមហាក្សត្រនិងសម្ដេចព្រះមហាក្សត្រីព្រះបររាជមាតាជាតិខ្មែរជាអង្គម្ចាស់នៃយើងព្រះអង្គប្រោសព្រះរាជទាននៅព្រះរាជអំណោយដ៏ឧត្តមឧត្តមគ្រប់បែបយ៉ាងដើម្បីរួមចំណែកធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូនជាជនភៀសសឹកកាន់តែមានភាពល្អប្រសើរកាលពីពាក់កណ្ដាលខែតុលាកន្លងទៅថ្មីនេះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះបររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានត្រាស់បង្គាប់សម្ដេចមហាមន្ត្រីកុយសុផលឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេនិងលោកជំទាវសុកនារីកុយសុផលអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខនិងចែកនៅព្រះរាជអំណោយដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះបររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជូនដល់បងប្អូនប្រជារាស្ត្ររងគ្រោះដោយការឈ្លានពានពីទីហ៊ានថៃយកដីភូមិនិងដីលំនៅឋាននៅតាមបណ្ដោយព្រំដែនកម្ពុជាថៃមានចំនួនសរុបប្រមាណ1013គ្រួសាររស់នៅក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យព្រះរាជអំណោយដ៏ថ្លៃថ្លាដែលបានប្រោសព្រះរាជទានសម្រាប់ការលំបាកក្នុងបញ្ហាខ្វះខាតស្បៀងអាហាររបស់ប្រជារាស្ត្រនៅពេលនេះគឺជាព្រះរាជហឫទ័យសន្តោសប្រោសប្រណីដ៏មហាប្រសើរថ្លៃថ្លានៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះបររាជមាតាជាតិខ្មែរសម្ដេចម៉ែសម្ដេចយាយទួតដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ចចំពោះសុខទុក្ខរបស់ប្រជារាស្ត្រជាកូនចៅទួតរបស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជាពិសេសបងប្អូនប្រជារាស្ត្ររស់នៅក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនេះត្រូវបានព្រះករុណាព្រះមហាក្សត្រនិងសម្ដេចព្រះមហាក្សត្រីព្រះបររាជមាតាជាតិខ្មែរជាអង្គម្ចាស់នៃយើងព្រះអង្គប្រោសព្រះរាជទាននៅព្រះរាជអំណោយដ៏ឧត្តមឧត្តមគ្រប់បែបយ៉ាងដើម្បីរួមចំណែកធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូនប្រជារាស្ត្រកាន់តែមានភាពល្អប្រសើរផងដែរ
ដោយយោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចមហាមន្ត្រីកុយសុផលឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេបាននាំយកព្រះរាជអំណោយដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះមហាក្សត្រនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាខ្មែរទៅចែកជូនដល់បងប្អូនប្រជារាស្ត្រទទួលរងគ្រោះដោយគ្រោះទឹកជំនន់បានជាច្រើនគ្រួសារជាក់ស្ដែងការប្រោសព្រះរាជទានព្រះរាជអំណោយតាមរយៈសម្ដេចមហាមន្ត្រីព្រះរាជតំណាងជួយសម្រាលការខ្វះខាតក្នុងបញ្ហាជីវភាពរបស់ប្រជារាស្ត្ររងគ្រោះដោយគ្រោះទឹកជំនន់កាលពីថ្ងៃទី5ខែតុលាឆ្នាំ2025មានចំនួនសរុប959គ្រួសារដែលភាគច្រើនប្រកបមុខរបរចិញ្ចឹមជីវិតដោយធ្វើស្រែនិងនេសាទត្រីរស់នៅក្នុងឃុំបោះលាវស្រុកចិត្តបុរីខេត្តក្រចេះការប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ច្រើនសន្ធឹកសន្ធាប់ថ្លៃថ្លាតាមរយៈសម្ដេចមហាមន្ត្រីកុយសុផលជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេជូនបងប្អូនប្រជារាស្ត្រដែលទទួលរងគ្រោះដោយធម្មជាតិនៅតាមបណ្ដាមូលដ្ឋានឃុំស្រុកខេត្តខាងលើគឺបានបង្ហាញអំពីព្រះរាជហឫទ័យស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងស្ថានភាពដែលបងប្អូនប្រជារាស្ត្រកំពុងជួបប្រទះនៅភាពអាសន្នអន់ក្រដោយបាតុភូតធម្មជាតិព្រះអង្គទាំងទ្វេមានព្រះរាជហឫទ័យព្រួយបារម្ភនិងអាណិតអាសូរជាពន់ពេកចំពោះបញ្ហាជីវភាពរស់នៅរបស់បងប្អូនប្រជារាស្ត្រដែលបានប្រឈមទៅនឹងការលំបាកដូចជាការខ្វះខាតស្បៀងអាហារទីជម្រកបញ្ហាសុខភាពការខូចខាតនៅភោគផលដំណាំនិងទ្រព្យសម្បត្តិផ្សេងជាដើមហេតុនេះហើយព្រះអង្គទាំងទ្វេតែងតែមានព្រះរាជហឫទ័យមេត្តាសន្តោសប្រោសប្រណីនិងការរួមសុខរួមទុក្ខជាមួយនឹងទុក្ខលំបាករបស់ប្រជារាស្ត្រនៅទូទាំងប្រទេសជាពិសេសប្រជារាស្ត្រជួបការលំបាកក្នុងបញ្ហាជីវភាពដោយគ្រោះធម្មជាតិត្រូវបានផ្សារភ្ជាប់ក្នុងភាពជិតស្និទ្ធគ្រប់ពេលវេលានៅក្នុងឱកាសដ៏មហាមង្គលថ្លៃថ្លាបំផុតនៃព្រះរាជពិធីបុណ្យយាងគ្រងព្រះបរមសារីរិកសម្បត្តិគម្រប់ខួប21ព្រះវស្សានៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះចៅក្រុងកម្ពុជាធិបតីជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងពោពេញទៅដោយសេចក្តីសោមនស្សរីករាយអធិកអធមនាឆ្នាំនេះព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនិងប្រជារាស្ត្រកម្ពុជាទាំងមូលសូមប្រសិទ្ធិពរជ័យសិរីសួស្តីជ័យមង្គលព្រះបរមសុខគ្រប់ប្រការថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងនិងសូមសម្ដែងនៅសេចក្តីកតញ្ញូតាធម៌ជាអនេកបការថ្វាយចំពោះព្រះមហាករុណាธิគុណដ៏ធ្ងន់បំផុតដែលព្រះអង្គបានលះបង់ទាំងព្រះកាយពលព្រះបញ្ញាញាណនិងព្រះរាជទ្រព្យដ៏ឧត្តមឧត្តមបំផុតដើម្បីប្រោសព្រះរាជទានជាព្រះរាជឧបត្ថម្ភក្នុងវិស័យអប់រំសិក្សាធិការកសិកម្មវប្បធម៌សាសនាសុខាភិបាលការអភិវឌ្ឍគ្រប់ផ្នែកនៅទីជនបទព្រមទាំងមានព្រះរាជហឫទ័យសន្តោសប្រោសប្រណីដល់ជីវភាពប្រជារាស្ត្រទីទាល់ក្រនិងព្រះរាជកិច្ចក្នុងផ្នែកទំនាក់ទំនងអន្តរជាតិជាដើមដើម្បីបុព្វហេតុនៃភាពចម្រើនថ្កុំថ្កើងរបស់ជាតិមាតុភូមិនិងព្រះអង្គគង់នៅជាម្លប់ដ៏ត្រជាក់ត្រជុំក្នុងសេចក្តីសុខសន្តិភាពដ៏ពេញបរិបូរណ៍សម្រាប់កូនចៅបានជ្រកកោនក្នុងភាពកក់ក្ដៅនាពេលកន្លងមកដើម្បីឆ្លើយតបទៅនឹងព្រះមហាករុណាธิគុណដែលមិនអាចកាត់ថ្លៃបានរបស់ព្រះអង្គព្រឹទ្ធសភារដ្ឋសភា
រិទ្ធរដ្ឋាភិបាលនិងប្រជារាស្ត្រកម្ពុជាជាកូនចៅសូមបដិញ្ញារួមសាមគ្គីឯកភាពគ្នាជាធ្លុងមួយក្នុងការខិតខំពុះពៀរាល់ការលំបាកគ្រប់បែបយ៉ាងហើយខិតខំបង្កើនស្មារតីយកចិត្តទុកដាក់លើការអនុវត្តគ្រប់ភារកិច្ចតាមមុខជំនាញរៀងៗខ្លួនឲ្យបានសម្រេចលទ្ធផលយ៉ាងល្អប្រសើរគោរពដង្ហែតាមព្រះរាជតម្រិះដឹកនាំដ៏ឆ្លៀសវៃនិងប្រកបដោយព្រះរាជគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដើម្បីព្រះរាជាណាចក្រកម្ពុជាមានវឌ្ឍនភាពលើគ្រប់ផ្នែកគ្រប់វិស័យប្រកបដោយកិត្តិយសកិត្យានុភាពដ៏រុងរឿងថ្កើងថ្កានបានភ្ជាប់និស្ស័យទៅនឹងសម័យមហានគរនិងសម័យសង្គមរាស្ត្រនិយមដ៏ថ្កើងថ្កានព្រមជាមួយនេះសូមសម្ដែងនៅមនោសញ្ចេតនាស្វាមីភក្តិនិងរីករាយចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតក្នុងព្រះរាជពិធីបុណ្យដ៏មហាវិសេសវិសាលពោពេញដោយជ័យមង្គលនេះនិងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យព្រះដៃជះបារមីនៃអតីតព្រះមហាក្សត្រព្រះមហាក្សត្រយានីខ្មែរនិងវត្ថុស័ក្តិសិទ្ធិគ្រប់ព្រះអង្គក្នុងលោកមានឫទ្ធិបារមីទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំអសាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ព្រះនាមគូរិកៈទេវីនិងព្រះឥន្ទព្រះព្រហ្មជាដើមសូមជួយអភិបាលគ្រងរក្សានិងប្រោះព្រំនៅទឹកអមរិតប្រសិទ្ធិពរជ័យដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងសូមព្រះអង្គបានប្រកបនៅព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ចាកផុតពីព្រះរោគាទាំងឡាយមានព្រះកាយពលមាំមួនព្រះបញ្ញាញាណភ្លឺថ្លានិងមានព្រះជន្មយឺនយូរជាងរយព្រះវស្សាដើម្បីព្រះអង្គបានគង់ប្រថាប់សោយសុខក្នុងព្រះបរមសិរីរាជសម្បត្តិដែលជាមហាមលុបដ៏ត្រជាក់ក្សេមក្សាន្តសម្រាប់សន្តិភាពវិបុលភាពនិងភាពសុខដុមរមនាដល់ជនរួមជាតិជាបងប្អូនកូនចៅរបស់ព្រះអង្គជារៀងរហូតតទៅthank you